ប្រហែលជាមានបងខ្លះក៏អត់តន់ចេះ download វីដេអូដែលមិនជាប់ logo បងប្អូនណាវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនបន្តិចចឹងខ្ញុំចូលទៅ TikTok តរបស់ខ្ញុំចឹង TikTok របស់ខ្ញុំនេះគឺមាន view ច្រើនដែរហ្នឹងបងប្អូនគឺ follow ចំនួន 5000 បងប្អូនចឹង TikTok នេះវីដេអូកាត់ខ្លីៗបងប្អូនវាដោយសារយកអត់សូវមានពេលធ្វើវីដេអូខ្លួនឯងចឹងបងប្អូនចឹងលាយខ្លីៗជាស្រ័យផងដល់ចាស់វីដេអូដំបូងយើងចូលទៅក្នុងវីដេអូរបស់យើងមកយើងដើម្បីរើសវីដេអូមួយណាដែលយើងចង់ download យើងមើលដែរបងប្អូនយើងមើលថាវីដេអូមួយណាដែលយើង download ហើយកុំឲ្យមានបញ្ហាជាពិសេសរឿង play ហ្នឹងបងប្អូនប្រយ័ត្នបំផុតរឿង play បើសិនជាបងប្អូនរើសខុសគឺដាក់ទៅជាប់ហ្មងបងប្អូនកាត់អត់ចេញទេអញ្ចឹងបងប្អូនមើលមួយមកបងប្អូនឆ្លាញ់វីដេអូបែបម៉េចដែលយើងត្រូវចិត្តយើងថាយើងផុសទៅវាមានអ្នកមើលច្រើនណាបងប្អូនយកមកឥឡូវនេះខ្ញុំចាប់ដើមរើសម្ដងមួយហើយតើវីដេអូមួយណាដែលខ្ញុំអាចគិតថាស័ក្តិសមរើសដែរបងប្អូនដោយសារមកបានវីដេអូមួយខ្ញុំមើលទៅវាមានថាយើងមើលហើយវាអស់ចាយើងផុសទៅវាផ្ទុះផុសទៅបានលុយទេតែដោយសារខ្ញុំខ្លាចជាប់របស់គេកម្មសិទ្ធិរបស់គេអញ្ចឹងណាចឹងបងប្អូនឥឡូវខ្ញុំឃើញវីដេអូមួយនេះដែលតំណងបងប្អូនគឺខ្ញុំសម្រេចចិត្តយកវីដេអូមួយនេះបងប្អូនមើលវីដេអូហ្នឹងគឺមានរយៈពេល16វិនាទីចឹងខ្ញុំ select មើលហើយខ្ញុំមើលវិនាទីទៀតតើវិនាទីហ្នឹងវាគួរថាយើងផុសរៀលឬក៏អត់បើពីខ្ញុំទៅខ្ញុំគិតថាគួរផុសរៀលចឹងបងប្អូនយកកន្លែង share នៅលើវីដេអូ TikTok ណាបងប្អូនទៅ copy link វីដេអូហ្នឹងបងប្អូនជ្រើសពាក្យថា copy link បងប្អូនពាក្យ copy link ហ្នឹងបងប្អូន copy ហើយគេដាក់ថា link copy បងប្អូនគឺជោគជ័យហ៎បន្តមកបងប្អូន clear វាចោលសិនមានថាយើងទុកសិនយើងទៅរក website យើងដែលយើង download បន្តមកយើងចូល Google បងប្អូនចឹងខ្ញុំរើសយក website ដែលខ្ញុំ download ម្ដងមួយករណីថាយើង download ច្រើនបងប្អូនប្រើ tool តែនេះដោយសារខ្ញុំ download ម្ដងមួយខ្ញុំអត់ចាំបាច់ tool ទេចឹងខ្ញុំវីដេអូណាខ្ញុំពេញចិត្តទៅខ្ញុំ download បងប្អូនចឹងខ្ញុំវាយពាក្យថា TikTok download វីដេអូបងប្អូនឥឡូវចេញមកបងប្អូនគឺខ្ញុំយកអាពីលើគេគេដាក់ថា TikTok download ចឹងយកពីលើបងប្អូនវាយ search មកយកពីលើហ្មងព្រោះខ្ញុំប្រើតែពីលើដែរលើហ្នឹងវាស្រួលគឺខ្ញុំ download ទៅវាជាប់ logo ហើយវាល្អទៀតតើបងប្អូនតើឥឡូវយើងចាប់ដើមចុចទៅលើ website ហ្នឹងមកយើងចុចទៅលើ website ហ្នឹងទាំងអស់គ្នាបងប្អូនបន្ទាប់មកបងប្អូនឃើញវាចូលទៅកាន់ឲ្យយើង pass link បងប្អូនចង់ pass ចុចពាក្យចុចអក្សរ pass ក៏បានបងប្អូនចង់ចុចសកត់អាកន្លែងចុចហ្នឹងចេញអក្សរ pass ក៏បានដែរបងប្អូន pass link ចូលទៅពេល pass link ចូលហើយយើងមើលផ្ទៀងផ្ទាត់ link ផងតើ link ហ្នឹងជា link វីដេអូ TikTok ឬអត់ហ្នឹងហើយជា link វីដេអូ TikTok បងប្អូនយកពាក្យថា download ពេលបងប្អូនចុចពាក្យ download បងប្អូនឃើញមានពាណិជ្ជកម្មឯខ្លះហ្នឹងអាហ្នឹងក៏វាត្រូវតែមានដែរដោយសារយើងអត់បង់លុយគេអញ្ចឹងបងប្អូនអូស select មកឃើញបងប្អូនឃើញគេដាក់ថា download វីដេអូយើងហើយតែវីដេអូយើងដែលយើងចង់ download វាចេញផងបងប្អូនអញ្ចឹងបងប្អូនយកថា download វីដេអូវាមាន2អាមួយវា download វីដេអូ HD អាមួយទៀតតែយកលើបងប្អូនរីកមិនយកលើបងប្អូនចុចលើហើយវាមានមួយតង់ទៀតគេដាក់ថា download អាក្រមបងប្អូនយកអាក្រមនឹងទៀតមកវាច្រើនតង់តិចបងប្អូនជាស្រ័យផងវានេះយើង download តាម website បន្ទាប់មកបងប្អូនយកពាក្យ open ពេលបងប្អូនយកពាក្យ open ហើយវានឹងបញ្ជាក់វីដេអូបងប្អូនដែលបងប្អូន download ហ្នឹងគឺត្រូវអញ្ចឹងវានៅអត់តន់ជោគជ័យទេបងប្អូនយកកន្លែង share ក្រមសញ្ញាក្រមហ្នឹងបងប្អូនចុច share ក្រមហ្នឹងហើយវា load មកមួយតង់ទៀតហើយវាដាក់ថា save to file បងប្អូនណាយកពាក្យថា save to file ដោយសារខ្ញុំ download វាច្រើនតង់តិចបងប្អូនមានពិសេស download បានមួយតង់ពីរតង់បងប្អូនធ្វើតាមទៅប៉ុន្តែនេះវាច្រើនតង់ខ្ញុំធ្វើតែចឹងបងប្អូនឥឡូវយើងយកថា save to file បន្ទាប់ពីបងប្អូន save to file ហើយវាមានមួយតង់ទៀតវាអត់តន់ជោគជ័យទេអញ្ចឹងខ្ញុំយកពាក្យ save ទៀតបងប្អូនសូមលឿនតិចហើយព្រោះវាច្រើនតង់ដែរមុនបានវីដេអូមួយបន្ទាប់មកដានបងប្អូនអូសចេញមកបងប្អូនទៅយកកន្លែង file ហ្នឹងបងប្អូនរើសទៀតតើវីដេអូមួយហ្នឹង save ទៅ file ហ្នឹងមួយណាអញ្ចឹងបងប្អូនឃើញមក7 event ហ្នឹងគឺឥឡូវហ្នឹងបងប្អូនទៅមើលកន្លែងលើឯងបងប្អូនលើកន្លែងលេខហ្នឹងណាបងប្អូនចុចលើហ្នឹងមកវា load ពាក្យមួយគេដាក់ថា save វីដេអូបន្ទាប់ពីបងប្អូនចុច save វីដេអូហើយវា load វីដេអូហ្នឹងបងប្អូនហ្នឹងវា load ចូលឯរូបភាពហ្នឹងចង់ reaction គឺចង់ចូលម្លេងអីអាហ្នឹងជាពិសេសបងប្អូនប្រើអា tool កាត់តហ្នឹងជា tool អីដែលបងប្អូនជំនាញ stop ហ្នឹងប្រើហ្នឹងទៅបើចំពោះខ្ញុំប្រើ CapCut ខ្ញុំចេះតែហ្នឹងបងប្អូនអរគុណច្រើនជំរាបលា